ការឆ្លាតនេះគឺវាមានមកសូបាយនៃការ trade ច្រើនមែនតើដូចជាការ trade ប្រើ fundamental technical trade ប្រើ EA ឬក៏ trade ប្រើ indicator ជាដើមអូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពីរបៀបយកមកសូបាយទាំងអស់ហ្នឹងយកមក trade ដោយខ្លួនឯងអូខេអ្នកទាំងអស់គ្នាដើម្បីយកមកសូបាយទាំងអស់ហ្នឹងយកមក trade បានគឺយើងចូលទៅកាន់ link នេះមកវានឹងនាំអ្នកនរគ្នាទៅកាន់ community មួយដែលនៅក្នុងនោះវាមានដូចជា announcement នៃ new តាក់ទងជាមួយនឹងព័ត៌មានអន្តរជាតិដែលគេហៅថា fundamental ហ្នឹងសម្រាប់ technical តាក់ទងជាមួយនឹង ICT concept PA មានតែ MT4 និង MT5 ជាពិសេសនោះគឺជា indicator ដែលអ្នកទាំងអស់គ្នាមានជំរឿច្រើនមែនទែនក្នុងការជ្រើសរើសបន្ថែមពីនោះទៅវាមានដូចជា hang chain មាន signal និងក្រុមដេញនេះលេផងដែរអូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចយកវាទៅប្រើដោយ free គ្រាន់តែចូលទៅក្នុង community ហ្នឹងទៅយកវាប្រើប្រាស់ដោយសេរីហើយកុំភ្លេច follow ដើម្បីបានវីដេអូបន្ត